រុស្ស៊ីទំនងជាកំពុងដេកភ័យខណៈសង្ស័យថាអាល្លឺម៉ង់កំពុងលួចសម្ងាត់ផលិតអាវុធនុយក្លេអ៊ែរដោយសម្ងាត់ដោយប្រើពេលយ៉ាងយូរត្រឹមតែ1ឆ្នាំអាចផលិតគ្រាប់បែកនុយក្លេអ៊ែរដែលអាចប្រើការបានតែម្ដងដើម្បីទប់សង្កត់ប្រទេសកុំឲ្យអធិរាជខ្លាឃ្មុំទៅកកគំរាមកំហែងបានតាមអំពើចិត្តនោះយោងតាមទីភ្នាក់ងារចារកម្ម SVO របស់រុស្ស៊ីបានទម្លាយថាបច្ចុប្បន្នមានសាកលវិទ្យាល័យចំនួន30ឯណោះនៅអាល្លឺម៉ង់កំពុងបង្កើនការងាររបស់ពួកគេលើវិទ្យាសាស្ត្រសម្ភារៈឯកទេសរូបវិទ្យានៃរលកសញ្ញានិងរូបវិទ្យានុយក្លេអ៊ែរនិងនីត្រុងហើយការងារពិសោធន៍ជាក់ស្ដែងលើម៉ាស៊ីន reactor គឺកំពុងធ្វើឡើងនៅឯសាកលវិទ្យាល័យចំនួន6រួមមាន Karlsruhe Institute of Technology, Rush University Bochum, Ludwig Maximilian University of Munich, RWTH Aachen University និងសាកលវិទ្យាល័យ Technical University of Berlin អ្នកជំនាញ NATO ក៏បានសម្ដែងការជឿជាក់ផងដែរថាទីក្រុង Berlin មានសមត្ថភាពផលិតសារធាតុអាតូមចាំបាច់បានដោយខ្លួនឯងក្នុងរយៈពេលត្រឹមតែ1ទៅ3ខែប៉ុណ្ណោះហើយអាចបង្កើតជាគ្រាប់បែកនុយក្លេអ៊ែរបានតែម្ដងដោយមិនចាំបាច់ធ្វើការសាកល្បងពេញលេញនោះទេនេះបើយោងតាមការអានបន្ថែមរបស់ទីភ្នាក់ងារចារកម្ម SVO ដែលស៊ើបអង្កេតរកឃើញថាការងារនេះក៏មានការចូលរួមពីក្រុមហ៊ុនផលិតអាវុធសំខាន់មួយចំនួនរបស់អាល្លឺម៉ង់ផងដែរតាមពិតអាល្លឺម៉ង់គឺជាប្រទេសមួយដែលក៏ចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរដែរប៉ុន្តែចាប់តាំងពីរុស្ស៊ីលើកទ័ពវាយប្រហារអ៊ុយក្រែនមកធ្វើឲ្យបណ្ដាប្រទេសមួយចំនួនភ្ញាក់ខ្លួនព្រឺតហើយយល់ថាមានតែគ្រាប់បែកនុយក្លេអ៊ែរទេទើបអាចកាត់ពីអាយុជីវិតជាតិរបស់ខ្លួនបានអ្វីត្បិតចូលរួមនៅក្នុងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរក៏ពិតមែនប៉ុន្តែអាល្លឺម៉ង់នៅតែរក្សាជំហរចូលរួមក្នុងកម្មវិធីចែករំលែកអាវុធនុយក្លេអ៊ែររបស់ NATO ហើយមានគ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រ B61 របស់អាមេរិកចំនួន20គ្រាប់តម្កល់ទុកនៅឯមូលដ្ឋានទ័ពអាកាស Bushel ក្នុងរដ្ឋ New Zealand និង Palatinate តួលេខនេះគឺជាផ្នែកតូចមួយនៃគ្រាប់បែកនុយក្លេអ៊ែរនិងមីស៊ីលរបស់អាមេរិកចំនួន 3500 គ្រាប់ដែលត្រូវបានដាក់ពង្រាយនៅអាល្លឺម៉ង់ខាងលិចអំឡុងសង្គ្រាមត្រជាក់ដែលក្នុងនោះរួមមានមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទ Pershing II និងកាំភ្លើងធំនុយក្លេអ៊ែរជាច្រើនប្រភេទទៀតទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាអាល្លឺម៉ង់មានដើមទុនស្រាប់រួចទៅហើយដូច្នេះបើចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯងប្រហែលពិតជាឆាប់ដូចទីភ្នាក់ងារចារកម្ម SVO រកឃើញមែនម្ល៉េះហើយរុស្ស៊ីបើចង់វាយប្រហារអាល្លឺម៉ង់នៅថ្ងៃណាមួយក៏ត្រូវដេកគិតយ៉ាងតិច10ដងដែរមិនហ៊ានចេះតែធ្វើផ្ដេសផ្ដាសដូចជាមួយនឹងអ៊ុយក្រែននោះឡើយតម្លៃប្រេងឆៅពិភពលោកឡើង 15% ត្រឹមមួយសប្ដាហ៍ភាពតានតឹងហៀទៅដល់សមុទ្រក្រហមយន្តហោះចាក់សាំងលើមេឃរបស់អាមេរិកហោះទៅអ៊ីស្រាអែលបន្ថែមខណៈដែលស្ថានភាពនៃច្រកសមុទ្រហឺមើកាន់តែក្តៅដូចបាយពុះអាមេរិកនិងអ៊ីរ៉ង់បន្តវាយគ្នារង្គើតំបន់មជ្ឈមបូព៌ានៅយប់ថ្ងៃទី10ខណៈដែលលោកប្រធានាធិបតីដូណាល់ត្រាំបដិញ្ញាកំទេចអ៊ីរ៉ង់ឲ្យរៀងចាលដើម្បីសងសឹកឲ្យទាហានរបស់ខ្លួនដែលបាត់បង់ជីវិតអស់3នាក់ក្នុងពេលថ្មីនេះរាល់ទាហានអាមេរិកស្លាប់ម្នាក់អ៊ីរ៉ង់ត្រូវតែសងវិញលឹះនឹងរាប់ដងហើយប័ណ្ណបញ្ជានេះត្រូវបានបញ្ជូនទៅលោក Peter Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Daniel Kennedy នាយកសេនាធិការចម្រុះនៃកងទ័ពអាមេរិកនិងរាល់មេដឹកនាំយោធាទាំងអស់រួចហើយនេះគឺជាការព្រមានចេញពីមាត់ផ្ទាល់របស់លោកត្រាំក្រោយលោកត្រាំចេញប័ណ្ណបញ្ជាយ៉ាងដូចនេះទីបញ្ជាការកណ្ដាលអាមេរិកបានប្រកាសថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅជុំថ្មីទៀតហើយក្នុងយប់ថ្ងៃទី10ធ្វើឲ្យមានសម្លេងផ្ទុះដូចរន្ទះនៅទីតាំងជាច្រើនកន្លែងទូទាំងប្រទេសអ៊ីរ៉ង់មិនឲ្យចាញ់ចិត្តកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក៏បានប្រកាសវិញផងដែរថាខ្លួនបានបាញ់មីស៊ីលនិងបង្ហោះដ្រូនទៅវាយប្រហាររង្គើទីតាំងយោធារបស់អាមេរិកនៅក្នុងប្រទេសបារ៉ែន គុយវ៉េត ហ្សុកដានី និងស៊ីរីវិញផងដែរក្រោយកងកម្លាំងរបស់ខ្លួនសងសឹកអាមេរិកលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ក៏បានគម្រាមទៅលោកត្រាំវិញផងដែរថាឥឡូវនេះចំនួនជាមួយនឹងអាមេរិកឈានចូលដំណាក់កាលថ្មីទៅជាសង្គ្រាមពេញទីហើយដែលនេះទំនោរជាមានន័យថាច្រកដឹកជញ្ជូនដ៏សំខាន់នៅសមុទ្រក្រហមក៏នឹងក្លាយទៅជាសមរភូមិមួយទៀតផងដែរខណៈស្ថានភាពនៅតែក្តៅដូចបាយពុះតម្លៃប្រេងឆៅពិភពលោកក៏ចាប់ផ្ដើមហក់ឡើងវិញដោយនៅអាមេរិកខ្លួនឯង1ហ្គាឡុងគឺឡើង$4ហើយស្ថានភាពនេះទំនោរមិនធូរស្រាលទេដោយសារអាមេរិកបានបញ្ជូនយន្តហោះចាក់សាំងលើមេឃទៅអ៊ីស្រាអែលបន្ថែមទៀតរួចជាស្រេចដើម្បីបន្តធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ដែលនៅតែរឹងដូចថ្មទោះបីអាមេរិកខំប្រឹងទម្លាក់គ្រាប់រហូតស្ទើរតែខ្សោះខ្លួនក៏ដោយឡែកងាកមកមើលទាហានអាមេរិកដែលរងរបួសវិញមន្ទីរបញ្ចកោតបានបង្ហើបថាមានចំនួនជិត100នាក់ឯណោះក្នុងការប្រយុទ្ធគ្នាជិត2សប្តាហ៍កន្លងមកនេះ